តមកនិយាយរឿងខ្មោចឲ្យគ្នាយើងស្ដាប់មួយកាលពីកែធ្លាក់ទឹកកកហ្នឹងគឺរៀងរត់ព្រឹកដោយសារតែខ្ញុំហ្នឹងគឺធ្វើការខ្ញុំចូលធ្វើការម៉ោង12យើងប៉ះកាក់ថ្ងៃចឹងហើយម៉ោង9ម៉ោង10ព្រឹកគឺខ្ញុំចាញ់ក្រៅបន្ទប់ដើម្បីដើរមើលព្រិលឬក៏ដូចដើរហាត់ប្រាណហ្នឹងឬក៏ដើម្បីដើរឲ្យរាងកាយរបស់យើងវាបានត្រូវពលឺថ្ងៃខ្លះដោយសារខែធ្លាក់ទឹកកកហ្នឹងភាគច្រើនគឺអត់សូវបានត្រូវពលឺថ្ងៃទេហើយខ្ញុំមនុស្សជប៉ុននេះគឺខ្ញុំមិនចេះខ្លាចខ្មោចទេដោយសារតែខ្ញុំគិតថាជប៉ុននេះគឺជាប្រទេសមួយដែលអភិវឌ្ឍហើយអញ្ចឹងហើយដូចជាទាក់ទងនឹងរឿងអញ្ចឹងវាដូចជាអត់សូវមានទេតាមពិតគឺខុសពីការគិតរបស់ខ្ញុំឆ្ងាយមែនទែនតែសម្រាប់អ្នកនៅទីក្រុងគឺខ្ញុំមិនដឹងទេប៉ុន្តែគឺដោយសារតែខ្ញុំនេះគឺនៅជនបទគឺជនបទស្ងាត់មែនទែនជនបទដាច់ស្រយាលហ្មងហើយនេះកតានេះគឺជាខេត្តបើយើងគិតឲ្យដល់ទៅគឺជាខេត្តជាដែនណាហើយខ្ញុំនៅឆ្ងាយពីទីក្រុងនេះកតាបែបឆ្ងាយមែនទែនហើយ40គីឡូ50គីឡូដីហ្នឹងគឺជារថភ្លើងទៅរាប់ម៉ោងមិនដល់ទីក្រុងនេះកតាតោះចូលរឿងយើងវិញស្រាប់តែខ្ញុំដើរគឺទៅដល់ផ្ទះចាស់មួយហើយផ្ទះនោះធំមែនទែនគឺដូចភូមិគ្រឹះយ៉ាងហ្នឹងនិយាយទៅដូចផ្ទះនៅស្រុកជប៉ុនគឺធំផ្ទះអ្នកជនបទគេហើយផ្ទះរបស់ជប៉ុនគេធ្វើច្រើនខ្នងមែនទែនផ្ទះគេលក្ខណៈដូចភូមិគ្រឹះផ្ទះបុរាណគេគឺបើតាមខ្ញុំដឹងផ្ទះហ្នឹងគឺគេបោះបង់ចោលហើយផ្ទះហ្នឹងគឺនៅជាប់ជើងភ្នំជាប់ផ្លូវឡើងទៅកាន់វិហារចិញ្ចក់កូនវិហារគឺវិហារចិញ្ចក់ហ្នឹងគឺនៅក្បែរវិហារយើងអ្នកនៅជប៉ុនគឺដឹងហើយក្បែរវិហារគឺជាមានការគេបញ្ចុះសពបញ្ចុះធាតុអញ្ចឹងសម្បូរមែនទែននៅស្រុកជប៉ុនភាគច្រើនគឺគេបញ្ចុះនៅក្បែរភូមិបែបភ្នំអញ្ចឹងឯងហើយអ្នកដែលអាចយកធាតុទៅបញ្ចុះនៅក្នុងបរិវេណវិហារបានហ្នឹងគឺមិនមែនជាបុគ្គលធម្មតាទេសុទ្ធតែជាបុគ្គលដែលអាចទៅបានសាងប្រយោជន៍ដល់សង្គមជាតិទើបអាចបញ្ចុះបានអញ្ចឹងហើយមនុស្សធម្មតាគឺអត់អាចគេយកធាតុទៅបញ្ចុះក្នុងបរិវេណវិហារបានទេហើយស្រាប់តែខ្ញុំដើរគឺខ្ញុំធម្មតាមនុស្សយើងគឺនៅពេលណាគេមើលយើងគេសន្លឹងមកយើងគឺយើងដឹងហ្មងវិញ្ញាណទី6របស់យើងគឺដឹងយើងងាកទៅក៏មានតែមើលយើងមែនអញ្ចឹងខ្ញុំតែងអញ្ចឹងឯងមិនថានៅកន្លែងណាទេគឺខ្ញុំដើរខ្ញុំមានអារម្មណ៍អញ្ចឹងមកមានអារម្មណ៍មានអារម្មណ៍មកគេមើលមានអារម្មណ៍ថាគេកំពុងសន្លឹងមកមើលខ្ញុំសន្លឹងមកពីជនទី2ខ្ញុំក៏ដាក់ភ្នែកងាកទៅគឺមើលចំហ្មងគឺមើលចំគឺលឿនមែនហេតុការណ៍គឺវាកាត់លឿនមែនតើខ្ញុំមានអារម្មណ៍មួយថាព្រិលភ្នែកដឹងតែដូចពេលខ្លះយើងចឹងខ្ញុំដឹងថាអ្នកដែលកំពុងតែស្ដាប់ក៏ប្រហែលជាអាចតែធ្លាប់ជួបបទពិសោធន៍ដូចខ្ញុំដែរគឺពេលដែលយើងជួបហេតុការណ៍ចឹងគឺយើងតែងតែឆ្ងល់ខ្លួនយើងហ្មងយើងថាចេះព្រិលភ្នែកដឹងគឺយើងអត់ច្បាស់ 100% ទេយើងប្រហែលជាគិតតែខ្លួនយើងព្រិលភ្នែកគឺអានឹងហើយគេហៅខ្មោចលងបងគឺតាមពិតទៅខ្មោចមិនមែនមកលងយើងទេបើយើងគិតដល់ទៅដោយសារតែយើងដើរទៅគឺជួបតែចៃដន្យចឹងហើយយើងក៏សន្មត់ខ្លួនយើងថាខ្មោចលងមែនទេគឺដោយសារតែយើងដើរទៅចំកន្លែងរបស់គេទៅប៉ះពេលវេលាដែលគេចាញ់ហើយប៉ះពេលវេលាដែលយើងហៅថាចក្ខុវិញ្ញាណរបស់យើងឬក៏វិញ្ញាណទី6របស់យើងកំពុងតែធ្វើការដែរទៅគឺប៉ះគ្នាបណ្ដោយខ្ញុំភ្ញាក់បណ្ដោយហើយគឺភ្នែករបស់ខ្ញុំគឺខ្ញុំដាក់ទៅចំពេញភ្នែកគឺខ្ញុំមានអារម្មណ៍ថាគឺខ្ញុំចាំក្នុងខួរក្បាលគឺចាំរូបភាពនឹងជាប់គឺប្រហែលជាចិត្តកន្លះខែបានចប់ខ្លាចចិត្តកន្លះខែហើយពេលមើលចំកញ្ចក់ចំប្អួចហើយខ្ញុំមានអារម្មណ៍សម័យទៅនៅក្រៅកញ្ចក់សម័យឃើញតែរូបភាពហ្នឹងឯងគឺខ្លាចមែនតើគឺឃើញច្បាស់ហ្មងអូហូដល់ពេលខ្ញុំទៅ search មើលនៅក្នុង Google ទៅខ្ញុំដឹងថាអូជប៉ុននេះគឺសាហាវមែនតើគឺជាប្រទេសមួយដែលយើងគិតថារីចម្រើនហើយវិទ្យាសាស្ត្រដល់ណាណីហើយប៉ុន្តែវិទ្យាសាស្ត្រមិនដូចជាវិទ្យាសាស្ត្រប៉ុន្តែរឿងធម្មជាតិមនុស្សកើតចាស់ជាស្លាប់គឺជារឿងធម្មតាវានៅតែមានអញ្ចឹងហើយមិនថាជប៉ុនឬក៏ប្រទេសណាទេមានដូចគ្នាទេប៉ុន្តែគឺវាអាស្រ័យទៅលើទីកន្លែងដែរភាគច្រើនមិននៅក្នុងបារក្នុងក្លឹបអីគឺវាអត់មានទេគឺវាមាននៅកន្លែងស្ងាត់ហ្នឹងឯងបើយើងចូលបារចូលក្លឹបអីងាយជួបទេយើងងាយខ្មោចលងទេខ្មោចចិត្តលងកន្លែងស្ងាត់មិនថាខ្មោចលងទេគេនៅអញ្ចឹងតែជាកន្លែងរបស់គេនៅក៏ថាបានដោយសារយើងដើរទៅកន្លែងគេបើយើងនៅក្នុងបន្ទប់របស់យើងគ្មានខ្មោចណាមកលងក្នុងបន្ទប់គឺដោយសារតែយើងដើរទៅចំកន្លែងរបស់គេហ្នឹងឯងដល់ពេលយើងឃើញទៅយើងក៏សន្និដ្ឋានថាគេលងយើងតែពិតគេអត់បានលងយើងទេជួនកាលគេអាចតែចេញមកខ្លាចយើងទៅញ៉ៃកន្លែងគេអញ្ចឹងគេចេញមកការពារកន្លែងរបស់គេក៏ថាបានអញ្ចឹងហ
ហើយទៅនឹងរូបភាពគឺខ្ញុំចង់ច្បាស់មែនទែនដូចពាក់អោសធំដូចអពេតចឹងហើយសក់វែងប្លាស្មាហើយអត់មានមុខទេហើយខ្ញុំសើចនៅក្នុងអ៊ីនធឺណិតគឺមានមែនអត់នៅជប៉ុនគឺមានមែនអត់មានមុខទេចឹងគឺខ្ញុំចាំច្បាស់មែនទែនខ្លាចមែនទែនរយៈហ្នឹងគឺមិនមែនតែខ្ញុំទេគឺមានបងប្អូនខ្មែរយើងខ្ញុំឃើញគាត់បង្ហោះតាម Facebook គាត់ថាគាត់បានចឹងដែរហើយមាន influencer ថៃសេដ្ឋីនីថៃគាត់មកលេងនៅជប៉ុនគេជួបចឹងដែរខ្ញុំល្បីមែនទែនកាលនោះគឺល្បីមែនទែននៅថៃកាលយើងអត់តន់ឆ្លោះគ្នាមួយថៃគឺខ្ញុំចូលចិត្តតាមដានព័ត៌មានថៃគឺល្បីចឹងហើយអ្នកនៅជប៉ុនជាពិសេសគឺនៅតាមជនបទបណ្ដាយ៉ាល់គេដឹងរឿងហ្នឹងគឺយើងនឹងស្រាប់ហើយជាសាសដើរលឿនប៉ុណ្ណាក៏ដោយក៏រឿងពួកនេះរឿងយើងហៅថារឿងរឿងចឹងវាជាសាសស្រាវជ្រាវអត់ដល់ទេព្រោះវាជាសាសស្រាវជ្រាវតែរបស់ដែលយើងមើលឃើញក្នុងភ្នែកទេ